ចាំណាស់រឿងដំបូងបានមកហៅឃើញថាតួអង្គអូស្ការរបស់យើងកំពុងតែដេកហើយដូចជាអស់កម្លាំងខ្លាំងមែនទែនណាមួយប្រហែលជាគេរៀនស្រីទឹកផងដែរបន្ទាប់ពីនោះមួយសន្ទុះក្រោយមកមេក៏ចាប់ផ្ដើមងងឹតហើយក៏មានទឹកមួយដំណក់បានស្រក់ចំពីលើមាត់របស់អូស្ការពេលនោះអូស្ការគឺបានព្យាយាមងើយមើលទៅលើចង់ដឹងថាតើទឹកអ្វីគឺស្រក់មកពីលើហ្នឹងនៅពេលដែលអូស្ការងើយមើលទៅលើក៏ឃើញថាមួយពពកមួយដុំហ្នឹងគឺបានបង្អុរភ្លៀងមកដែលធ្វើឲ្យអូស្ការដែលកំពុងតែស្រេកទឹកផងនោះគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនអូស្ការបានព្យាយាមហាមាត់ដើម្បីឲ្យទឹកភ្លៀងហ្នឹងធ្លាក់ចូលក្នុងមាត់របស់គេបន្តមកទៀតគេក៏បានយកក្រឡតូចល្មមមួយដើម្បីយកមកត្រងទឹកភ្លៀងទុកដើម្បីប្រើប្រាស់នៅពេលក្រោយទៀតប៉ុន្តែនៅពេលដែលគេយកក្រឡនោះមកត្រងពពកដែលមានភ្លៀងធ្លាក់ហ្នឹងក៏បានរសាត់ហើយរត់គេចពីអូស្ការរបស់យើងដែលឃើញបែបនោះអូស្ការបានព្យាយាមដេញតាមពពកដែលកំពុងរត់គេចនោះដើម្បីត្រងទឹកភ្លៀងទុកព្រោះថាតំបន់វាសាច់គឺវាកម្រមានភ្លៀងធ្លាក់ណាស់នៅពេលដែលរត់ដេញតាមពពកនោះអូស្ការគឺបានជួបឧបសគ្គជាច្រើននៅតាមរារាំងគឺមិនឲ្យគេត្រងទឹកភ្លៀងបានឡើយរហូតដល់ពេលមួយអូស្ការគឺត្រូវបានរន្ទះបាញ់ដែលធ្វើឲ្យខ្លួនគេហ្នឹងគឺខ្មៅជិចអស់លីងរីឯពពកដែលមានភ្លៀងធ្លាក់ហ្នឹងក៏បានរសាត់ចោលអូស្ការរបស់យើងបាត់ទៅតែធ្វើឲ្យអូស្ការដែលគឺមានអារម្មណ៍ថាសែតខ្លាំងមែនទែនសេរីរបស់យើងក៏បានកាច់បង្ហាញឃើញថាមានរថយន្តដ៏កញ្ចាស់មួយគ្រឿងគឺបានបើកបរឆ្លងកាត់តំបន់វិកស័យរបស់យើងនៅក្នុងរថយន្តហ្នឹងគឺមានបុរសអ្នកបើករថយន្តម្នាក់ហើយនឹងឆ្កែមួយក្បាលផងដែរឆ្កែមួយក្បាលដែលនៅក្នុងរថយន្តហ្នឹងក៏បានបើកទ្វារចូលមកដីទាំងអារម្មណ៍ទៅហត់ហេវហាក់បីដូចជាស្រេកទឹកខ្លាំងមែនទែនហើយនៅក្នុងដៃរបស់ឆ្កែហ្នឹងគឺមានឧបករណ៍មួយយ៉ាងដែលឧបករណ៍ហ្នឹងគឺអាចស្វែងរកភពទឹកបានបើសិនណាភពទឹកនៅកន្លែងណាឧបករណ៍ហ្នឹងវានឹងអុលបង្ហាញប្រាប់ជាសញ្ញាថាទីតាំងហ្នឹងគឺវាមានភពទឹកបន្ទាប់ពីចុះមកដល់ដីឧបករណ៍ហ្នឹងក៏បានផ្ដល់សញ្ញាទៅកាន់ឆ្កែថាកន្លែងនេះគឺមានចរន្តទឹកតែធ្វើឲ្យឆ្កែគីឡូរបស់យើងគឺវាពិតជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់មកគីឡូក៏បានចាប់ផ្ដើមកាយដីហើយបន្តិចក្រោយមកចរន្តទឹកហ្នឹងក៏បានផ្ទុះចេញមកហើយឆ្កែរបស់យើងគឺចាប់ផ្ដើមផឹកទឹកហ្នឹងយ៉ាងសប្បាយរីករាយបន្ទាប់ពីផឹកទឹកហ្នឹងរួចឆ្កែគីឡូហ្នឹងក៏បានត្រឡប់ទៅជាឡានរបស់គេវិញបាត់ទៅដោយមិនបានយកឧបករណ៍របស់ខ្លួនហ្នឹងទៅតាមទេអូស្ការរបស់យើងគឺពិតជាចាប់អារម្មណ៍ទៅលើឧបករណ៍មួយខ្លាំងមែនទែនហើយខ្លួនគេហ្នឹងក៏បានគិតនឹងចិត្តថាដឹងតែអញហើយយើងក៏ឡើងមើលក្រុងកំពូលសុយនឹង3សរសៃរករាវិញម្ដងអាពេលអាចឆ្កែព្រៃតែនៅពេលនេះគឺខ្លួនគេកំពុងតែព្យាយាមពូតដើមដំបងយក្សហ្នឹងដើម្បីយកទឹកផឹកគួរតែមែនតើអ្នកនរគ្នាខំពូតចង់ងាប់បានទឹកទៅវិញដំណក់អាណិតមែនតើណានៅពេលនោះអូស្ការក៏បានមកដល់ហើយខ្លួនគេនឹងក៏បានប្រើប្រាស់ឧបករណ៍ដើម្បីស្វែងរកភពទឹកនៅពេលដែលឧបករណ៍នោះចង្អុលបង្ហាញថាទីនេះគឺមានទឹកអូស្ការក៏បានកាយដីហើយនៅពេលនោះគូទឹកហ្នឹងក៏បានផុសចេញមកពេលដែលធ្វើអូស្ការហ្នឹងគឺពេញចិត្តខ្លាំងមែនទែនសប្បាយចិត្តហ្មងប៉ុន្តែមិនទាន់បានផឹកផងទឹកហ្នឹងក៏ដាច់ទៅវិញទៅសេតហ្មងឃើញនៅនោះក្រុងកំពូលសុយនឹង3ហ្នឹងគឺពិតជាចាប់អារម្មណ៍មែនទែនហើយពួកគេក៏បានរត់សម្ដៅទៅកន្លែងដែលអូស្ការកាយដីហ្នឹងចេញទឹកហ្នឹងពួកពេលនេះក៏បានហក់ដំក្បាលចូលក្នុងដីកាប់ពួកកាហិតដើម្បីស្វែងរកភពទឹកប៉ុន្តែរកឃើញអូស្ការក៏បានព្យាយាមប្រើឧបករណ៍នោះដើម្បីស្វែងរកភពទឹកទៀតនៅកាយដីទុកចោលវិញហ្នឹងតែធ្វើឲ្យក្រុងកំពូលសុយនឹង3ហ្នឹងគឺដើរតាមពីក្រោយហើយព្យាយាមកាយដីដើម្បីស្វែងរកភពទឹកហ្នឹងប៉ុន្តែរកវាអត់ឃើញណាដោយមិនចង់ឲ្យសាំងតប៉ែច្រើនក្រុងកំពូលសុយនឹង3ក៏ព្រួតដៃគ្នាដណ្ដើមឧបករណ៍ស្វែងរកភពទឹកហ្នឹងពីអូស្ការរបស់ជាងតែម្ដងហើយជីបានទាញក្រវ៉ាត់អូស្ការហ្នឹងចេញឲ្យឆ្ងាយតែធ្វើឲ្យគ្នាហ្នឹងគឺកាយកាន់វិញហ្នឹងនៅពេលនេះអ្នកទាំង3នេះគឺពិតជាសប្បាយចិត្តខ្លាំងមែនតើបន្តពីនោះទៀតអូស្ការនឹងក៏បានហក់មកពីចម្ងាយមកដណ្ដើមឧបករណ៍ស្វែងរកភពទឹកពីពពីដែលអូស្ការនឹងក៏បានតោងស្អាតមែនតើតរហាឈីនេះគឺចាប់បោកពីរហ្នឹងភុះយកទៅគេព្រមឡើងដោយមិនចិត្តឆេះឆាវពពីក៏បានចាប់អូស្ការនឹងយកចូលដីដូចជាខកគោអញ្ចឹងចំណែកឯហាឈីវិញគឺបានប្រើប្រាស់បើកដែលជាបាសីក្បាលរៀងតាន់ដែរធ្វើជាដងវាទុនគោហើយហ្នឹងហាឈីក៏បានដាក់ប៉ាំងតែធ្វើឲ្យអូស្ការនឹងគឺខ្ទាតទៅឆ្ងាយមែនតើតែសេចក្ដីរបស់យើងគឺចាប់ប៉ុណ្ណឹងចឹងអ្នកគ្នាតែរឿងក៏វាប៉ុណ្ណឹងវាវល់ៗទេអ្នកគ្នាតែមិនអីទេតោះចឹងបាយមិនដឹងទេអ្នកគ្នាបាយជួបគ្នានៅពេលក្រោយទៀតបាយតោះបាយ